បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សីហាអេម៉ូថលថ្ងៃថ្ងៃនេះមាននឹងមកបន្តនៅ episode របស់យើងជាបន្តទៅទៀតប៉ុន្តែមុននឹងចូលទៅកាន់ស្អីរបស់យើងសូមអ្នកទាំងអស់គ្នាជួយចុច like និង subscribe នៅ Channel របស់មីនមួយផងឥឡូវដើម្បីកុំឲ្យខាត់ពេល video យើងចូលទៅកាន់ស្អីរបស់យើងតែម្ដងទៅផ្ដើមនៅស្អីរឿងមួយនេះកញ្ញាលីមីក៏បាននិយាយទៅកាន់កញ្ញាយូឈីងថាអរគុណដែលនាងបានបោះបង់លៀងស៊ីកាលពីប៉ុន្មានថ្ងៃមុនដូច្នេះការសម្រេចចិត្តរបស់អ្នកគឺវាពិតជាល្អណាស់សម្រាប់ខ្ញុំមិនធ្វើបាបលៀងស៊ីដូចជាអ្នកឯងនោះទេហើយកញ្ញាមីរបស់យើងក៏បាននិយាយទៅកាន់កញ្ញាយូឈីងថាតើអ្នកស្រីលីនេះគឺមិនមែនជាកាបូបសម្រាប់អ្នកនោះទេពីព្រោះយើងបានទិញកាបូបនេះយកទាំងអស់រួចហើយប៉ុន្តែអ្នកអាចសួរទៅកាន់អ្នកគ្រប់គ្រងលូថាតើគេអាចទិញកាបូបបែបនេះឲ្យអ្នកបានដែរទេហើយកាបូបមួយនេះគឺវាមានតម្លៃតែជាង100,000 យន់តែប៉ុណ្ណោះហើយខ្ញុំក៏បានឮព័ត៌មានមកដែរថាមនីចាលូគឺជាកូនអ្នកមានចំនួនទី2ដែលមានទ្រព្យសម្បត្តិស្រុកស្ដំចំពោះតម្លៃកាបូបជាង100,000 យន់នេះគឺជារឿងបន្តិចបន្តួចទូទេសម្រាប់គេហើយបន្ទាប់មកឡាំងស៊ីរបស់យើងក៏មិននឹកស្មានថាកញ្ញាលីមីរបស់យើងគឺបានផ្ដាំកំណត់រួចផ្ដាំដើម្បីធ្វើឲ្យអ្នកទាំងពីរនេះគឺមានការសោកស្ដាយទៅកាន់ឡាំងស៊ីរបស់យើងដែរហើយបន្តិចក្រោយមក system របស់ឡាំងស៊ីក៏បានប្រាប់ឡាំងស៊ីថាជួយឲ្យកំណត់សោកស្ដាយរបស់តួឯកប្រុសរបស់យើងគឺមានកំណត់ដល់ 99% ហើយដូច្នេះលោកម្ចាស់ក៏នឹងទទួលបានប្រាក់ជាង 1,000,000 យន់ហើយបន្តិចក្រោយមកឡាំងស៊ីរបស់យើងក៏បានគិតក្នុងចិត្តថាបើសិនបើខ្ញុំឈានដល់កម្រិតសោកស្ដាយច្រើនជាងនេះគឺខ្ញុំអាចទទួលបានប្រាក់ជាច្រើនពីប្រព័ន្ធសោកស្ដាយមួយនេះបើសិនបើលីមីឡើងដល់កម្រិតនេះដែរនោះមានន័យថានេះគឺបានលះបង់ទាំងស្រុងសម្រាប់ខ្ញុំទាំងអស់ហើយចាប់ពីពេលនេះទៅខ្ញុំក៏អាចរកលុយបានទោះបីជាខ្ញុំមិនធ្វើអ្វីក៏ដោយហើយខ្ញុំគិតថានៅថ្ងៃនេះគឺជាសំណាងដ៏ធំសម្រាប់ខ្ញុំហើយដែលធ្វើឲ្យប្រព័ន្ធសោកស្ដាយគឺបានផ្លាស់ប្ដូរយ៉ាងច្រើនបែបនេះបើសិនបើខ្ញុំជួបតែរឿងដែលល្អបែបនេះគឺខ្ញុំអាចនឹងក្លាយជាមហាសេដ្ឋីទី1នៅក្នុងក្រុងនេះដែរដូច្នេះខ្ញុំត្រូវតែស្វែងយល់ពីប្រព័ន្ធ system នេះឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតហើយកាត់មកកាន់កញ្ញាយូឈីងអ្នកនឹងក៏បាននិយាយទៅកាន់លីមីថាមនិចាលូនឹងទិញអ្វីដែលខ្ញុំចង់បាននៅថ្ងៃនេះហើយបន្ទាប់មកលីក៏បានគិតថាបើសិនជាឡាំងស៊ីគឺជាកូនអ្នកមានចំនួនទីហើយបានជាគេតាមខ្ញុំអស់រយៈពេល4ឆ្នាំតែហេតុអ្វីបានជាខ្ញុំមិនដឹងថាគេគឺជាអ្នកមានបែបនេះដូច្នេះដរាបណាខ្ញុំយកចិត្តគាត់តែបន្តិចទៀតយូរមិនឆាប់នោះទេគាត់នឹងត្រឡប់មករកខ្ញុំវិញដូចឃើញយូឈីងសម្លឹងមើលទៅកាន់ឡាំងស៊ីយូដូច្នេះទៅធ្វើឲ្យលីមីរបស់យើងគឺមានការប្រច័ណ្ឌបន្តិចបន្តួចដែរហើយនឹងបាននិយាយទៅកាន់ឡាំងស៊ីថាខ្ញុំមិននឹកស្មានថាមនីចាលូគឺជាមនុស្សដែលគួរទុកចិត្តយ៉ាងនេះហើយដូច្នេះហើយតែយើងគួរតែធ្វើអ្វីនៅពេលនេះហើយបន្ទាប់មកឡាំងស៊ីក៏បាននិយាយតបទៅកាន់កញ្ញាលីមីរបស់យើងថាខ្ញុំមិនចាប់អារម្មណ៍ទៅនឹងមនុស្សប្រុសដែលកែបោកប្រាស់បែបនេះនោះទេហើយបន្ទាប់មកឡាំងស៊ីក៏បាននាំកញ្ញាលីមីទៅកាន់ចំណតរថភ្លើងវិញដោយឃើញឡាំងស៊ីដើរចាក់ចេញបែបនេះទៅធ្វើឲ្យកញ្ញាយូឈីងគេមានការសោកស្ដាយជាខ្លាំងហើយនឹងបាននឹកគិតក្នុងចិត្តថាហេតុអ្វីបានជាគេដើរទៅដោយមិនងាកមើលខ្ញុំសូម្បីតែបន្តិចហើយសាច់រឿងក៏ខាត់មកកាន់ពេលយប់យើងឃើញថាឡាំងស៊ីគឺពិតជាមានការហត់នឿយជាខ្លាំងពីការធ្វើអាជីវកម្មមួយនេះគេក៏បានប្រះខ្លួនទៅលើពុករបស់គេទៅហើយគេក៏បានឆែកលុយនៅក្នុងប្រព័ន្ធ system ដែលមានទឹកលុយសរុបគឺ200 លានយន់ប៉ុន្តែលោកម្ចាស់ក៏ទទួលបានប្រាក់បុណ្យណាស់ពីប្រព័ន្ធ system នេះដែរហើយគេក៏បាននិយាយទៀតថាខ្ញុំនឹងអាចសន្សំលុយជាង200 លានយន់នេះបន្ថែមទៀតហើយខ្ញុំក៏អាចមានលទ្ធភាពទិញផ្ទះល្វែងមួយនៅក្នុងទីក្រុងសៀងហៃមួយនេះហើយខ្ញុំមានអារម្មណ៍ថាបើនៃការរកលុយបែបនេះគឺពិតជាយឺតខ្លាំងណាស់ដូច្នេះខ្ញុំមិនត្រូវតែរកវិធីសាស្ត្រក្នុងការរកលុយបានច្រើនជាងនេះបន្ថែមទៀតហើយបន្តិចក្រោយមកឡាំងស៊ីក៏មានការភ្ញាក់ផ្អើលនឹងនិយាយថាខ្ញុំអាចផ្ដល់កាដូទៅកាន់មនុស្សស្រីហើយអាចផ្ដល់កាដូជាច្រើនតែតើអ្វីដែលខ្ញុំចង់ផ្សាយហើយបន្តិចក្រោយមកឡាំងស៊ីក៏បាននិយាយទៀតថាជាមួយនឹងទឹកប្រាក់ជាង200 លានយន់នេះខ្ញុំពិតជាក្លាយជាជនក្រីក្រនៅក្នុងចំណោមអ្នកមាននៅក្នុងទីក្រុងសៀងហៃមួយនេះហើយឡាំងស៊ីរបស់យើងក៏បានបន្ត scroll ទូរស័ព្ទដើម្បីផ្ញើកាដូទៅកាន់នារីអាត់កំបាំងម្នាក់ដែលនារីអាត់កំបាំងនោះគឺមានឈ្មោះថាណាណាហើយនារីម្នាក់នឹងក៏បានអរគុណសម្រាប់កាដូរបស់ឡាំងស៊ីតាមរយៈការ live របស់នាងហើយបន្តិចក្រោយមកឡាំងស៊ីរបស់យើងគឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងបាននិយាយថាវាពិតជាអស្ចារ្យខ្លាំងណាស់បើសិនបើខ្ញុំអាចយកនារីម្នាក់នឹងមកធ្វើជាយុទ្ធសាស្ត្រក្នុងការរកលុយរបស់ខ្ញុំហើយបន្ទាប់មកឡាំងស៊ីរបស់យើងគឺបានឆាតនិយាយជាមួយនាងជាច្រើនហើយបន្តិចក្រោយមកប្រព័ន្ធ system របស់តួឯកប្រុសយើងក៏បានកត់ចំណាំទៅលើកញ្ញានីណានឹងចំនួន 80% ហើយប្រព័ន្ធ system នឹងក៏បាននិយាយប្រាប់មកកាន់តួឯកប្រុសរបស់យើងទៀតថាសិនមកអ្នកមិនទាន់ដំណើរការស្វែងរកយុទ្ធសាស្ត្រសូមអ្នកដោះសោះដើម្បីស្វែងរកយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀតហើយបន្ទាប់មកឡាំងស៊ីក៏បាននិយាយទៀតថាចំពោះកំពូលតារាស្រីទាំងអស់នេះគឺមានទ្រព្យសម្បត្តិច្រើនក្នុងការកែប្រែទម្រង់មុខរបស់ពួកគេដែលមើលទៅគឺពិតជាស្រស់ស្អាតខ្លាំងណាស់ហើយដូច្នេះខ្ញុំនឹងផ្ដល់ទំនុកចិត្តទៅកាន់នាងហើយបន្ទាប់មកសាច់រឿងក៏កាត់មកកាន់កញ្ញានីណាដែលបន្ទាប់ពីនាងបាន live stream ចប់ហើយនោះនាងក៏បាននិយាយថាអ្វីដែលនាងត្រូវការគឺ live ជាមួយនឹង sponsor ហើយនាងក៏បានអានសាររបស់ឡាំងស៊ីនិងបាននិយាយថាខ្ញុំចង់សារភាពស្នេហ៍ទៅកាន់អ្នកតែអ្នកគឺជាមនុស្សស្រីប្រភេទណាទៅដោយឃើញឡាំងស៊ីក៏បាននិយាយបែបនេះទៅធ្វើនាងមានការរំភើបចិត្តខ្លាំងប៉ុន្តែនៅពេលដែលនាងចុចបើកនៅកាដូដែលឡាំងស៊ីរបស់យើងគឺបានផ្សាយនោះគឺធ្វើនាងគឺមានការខកចិត្តជាខ្លាំងដែរនៅក្នុងកាដូនោះគឺឡាំងស៊ីក៏បានឧបត្ថម្ភនាងចំនួន1 សេនឡាំងស៊ីរបស់យើងក៏បាននិយាយមកកាន់នាងទៀតថាមិនចាំបាច់ថឹងនោះទេហើយបន្ទាប់មកឡាំងស៊ីរបស់យើងក៏បន្តទៅមើលការ live stream របស់កញ្ញាសៀនហើយបន្ទាប់មកឡាំងស៊ីរបស់យើងក៏បានគិតទៀតថាបើសិនបើនាងបាន remove ការ make up របស់នាងតើផ្ទៃមុខរបស់នាងគឺពិតជាស្អាតយ៉ាងណាទៅគណៈនោះផងដែរ system របស់តួឯកប្រុសរបស់យើងក៏បាន alert សារមកកាន់តួឯ
ឲ្យប្រយោជន៍ថាលោកម្ចាស់បានរកឃើញស្ថានភាពបន្ទប់តែងរបស់ទូស្រីដែលលោកម្ចាស់ស្រឡាញ់ហើយលោកម្ចាស់ក៏អាច invite នាងឲ្យចូលរួមក្នុងផែនការយុទ្ធសាស្ត្ររបស់លោកម្ចាស់ផងដែរដែលធ្វើឲ្យប្រយោជន៍គឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនឹងបាននិយាយថាប្រព័ន្ធមួយនេះគឺពិតជាអស្ចារ្យខ្លាំងណាស់ហើយនេះគឺពិតជាមានរឿងគួរចាប់អារម្មណ៍ខ្លាំងណាស់ហើយបន្តិចក្រោយមកកញ្ញានីណាក៏បានខលទៅកាន់កញ្ញាស៊ីនស៊ីនហើយនឹងបាននិយាយថានេះមិនមែនជាការអៀនខ្មាស់អីនោះទេដែលចាញ់អូនស្រីយ៉ាងណាមិញខ្ញុំក៏ទទួលបានការ sponsor ពីអ្នកមើលផងដែរហើយបន្តមកកញ្ញាស៊ីនស៊ីននឹងក៏បានតបទៅកាន់លីណាវិញថាចំពោះរឿងទាំងនេះគឺគ្មានបញ្ហាអ្វីទេសម្រាប់ខ្ញុំសូមអ្នកបង្ហាញពីចំណាត់ថ្នាក់អ្នកគ្រប់គ្រងរបស់អ្នកហើយនេះក៏បាននិយាយបន្តទៀតថាកុំនិយាយរឿងអត់ប្រយោជន៍បែបនេះតោះយើងបន្តការប្រកួតប្រជែងគ្នាតែម្ដងទៅហើយបន្តមកទៀតពួកគេក៏បានបន្តការ live stream ដើម្បីស្វែងរក viewer រៀងៗខ្លួនហើយបន្តិចក្រោយមកឡាស៊ីក៏បានចុចឧបត្ថម្ភ star មកកាន់កញ្ញានីណាដែលធ្វើឲ្យនាងគឺពិតជាមានការសប្បាយចិត្តយ៉ាងខ្លាំងព្រមទាំងបានធ្វើឲ្យបរិមម្នាក់គឺមានការភ្ញាក់ផ្អើលចំពោះកាដូរបស់ឡាស៊ីរបស់យើងហើយនឹងបាននិយាយថាតើគាត់គឺជាបរិមអ្នកមានលុយច្រើនប៉ុណ្ណាដែលគាត់បានហ៊ានចំណាយទៅលើកញ្ញានីណាបែបនេះហើយបន្តិចក្រោយមកប្រព័ន្ធ system របស់ទូអេប្ររយើងក៏បានបង្ហាញថាភាពអំណោយផលរបស់កញ្ញាស៊ីនស៊ីនចំពោះបងប្រុសរបស់អ្នកពិតជាមានភាពអំណោយផលយ៉ាងខ្លាំងហើយបន្ទាប់មកគឺធ្វើឲ្យទាំងស៊ីរបស់យើងគឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនឹងបាននិយាយថាការកើនឡើងដោយការអនុគ្រោះគឺគ្មានប្រយោជន៍នោះទេហើយអ្វីដែលខ្ញុំចង់បាននោះគឺការសោកស្ដាយនេះមិនមែនគ្រាន់តែជាចំណុចសោកស្ដាយរបស់ខ្ញុំសម្រាប់អ្វីដែលខ្ញុំមិនមានហើយឡាំងស៊ីរបស់យើងក៏បាននិយាយទៀតថាតើអ្នកកំពុងព្យាយាមបោកបញ្ឆោតខ្ញុំដោយចេតនាមែនទេខ្ញុំស្គាល់ថាហេតុអ្វីបានជាស៊ីនស៊ីនត្រូវបានបញ្ចូលទៅក្នុងអាងចាប់យកភ្លាមហើយបន្តមកទៀតប្រព័ន្ធ system នោះក៏បានតបមកកាន់ទៅឲ្យប្រូវិញថាដោយសារតែប្រព័ន្ធបានបន្ថែមស៊ីនទៅក្នុងបញ្ជីតួអក្សរចាប់យកដូចហើយដូច្នេះសូមលោកម្ចាស់ជ្រើសរើសយកឈ្មោះស៊ីនក្នុងមួយសប្តាហ៍ប្រសិនបើមិនដូច្នោះប្រាក់រង្វាន់របស់លោកម្ចាស់គឺត្រូវបានកាត់ចេញពីគណនីដោយស្វ័យប្រវត្តិតមកឡាំងស៊ីរបស់យើងគឺមានការខឹងជាខ្លាំងចំពោះប្រព័ន្ធ system មួយនេះហើយបន្តមកកញ្ញាស៊ីនក៏បានធ្វើការអរគុណមកកាន់ឡាំងស៊ីដោយបានឃើញកញ្ញាស៊ីនអរគុណទៅកាន់ទៅឯកប្រុសរបស់យើងដូច្នោះទើបធ្វើឲ្យកញ្ញានីណាគឺមានការខឹងជាខ្លាំងហើយនឹងបាននិយាយថាហើយគាត់មិនមែនជាជនដែលក្រីក្រដែលបានផ្ញើសុំសម្បត្តិកំហុសមកកាន់ខ្ញុំចំនួន1សែននោះទេឬខ្ញុំមិននឹកស្មានថាអ្នកធ្វើដាក់ខ្ញុំចឹងនោះទេហើយនាងក៏បានគិតថាប៉ុន្តែក្រោយរុក្ខិតនេះគឺមិនមែនជាបញ្ហាធំសម្រាប់នាងនោះទេហើយខ្ញុំសង្ឃឹមថាការ live stream របស់កញ្ញាស៊ីនគឺមិនឡើងដល់ចំណុចកំពូលនោះទេហើយបន្ទាប់មកនាងក៏បាននិយាយប្រាប់ទៅកាន់ទស្សនិកជនរបស់នាងថាកុំភ័យអីបងប្អូនខ្ញុំត្រូវតែជឿជាក់លើសមត្ថភាពរបស់ខ្ញុំហើយបន្ទាប់មកឡាំងស៊ីរបស់យើងក៏បានគិតថាតើនាងមិនបានចូលរួមក្នុងប្រព័ន្ធ system របស់ខ្ញុំទេឬហើយបន្តិចក្រោយមក system របស់ទូអេប្រយើងក៏បានតបទៅកាន់ឡាំងស៊ីវិញថាតើមានកំណត់សោកស្ដាយដោយរបៀបណាហើយឡាំងស៊ីរបស់យើងក៏បានតបទៅកាន់ system នៅវិញថាខ្ញុំបានរកឃើញហើយខ្ញុំនឹងចូលរួមចាប់ផ្ដើមម្ដងទៀតហើយឡាំងស៊ីរបស់យើងក៏បានចុចទិញមកុដដែលមានតម្លៃថ្លៃជាងគេហើយចុចជាច្រើនដងផ្ញើទៅកាន់កញ្ញាស៊ីនដែលធ្វើឲ្យកញ្ញានីណានិងអ្នកទស្សនាជាច្រើនគឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើទូអេប្រុសរបស់យើងហើយកាត់មកកាន់កញ្ញានីណាក៏បាននិយាយថាការប្រកួតប្រជែងគឺខ្ញុំបានត្រូវចាញ់ហើយមែនទេអូអ្នកទស្សនាទាំងអស់គ្នាអីគឺខ្ញុំពិតជាមិនអីនោះទេកាត់មកកាន់កញ្ញាស៊ីននាងក៏បានធ្វើការថ្លែងអំណរអគុណមកកាន់ទូអេប្រុសយើងយ៉ាងក្រៃលែងហើយបន្ទាប់មកបានធ្វើឲ្យអ្នកគ្រប់គ្រងរបស់កញ្ញានីណានឹងគឺមានការខឹងជាខ្លាំងនិងបានបោះទូរស័ព្ទចោលហើយបានធ្វើឲ្យកញ្ញានីណានិយាយថាតើបរិះកម្ពុជារបស់ខ្ញុំនៅលើតារាងបន្ទូបានលីឈប់ហើយមែនទេដូច្នេះហើយទើបធ្វើនាងមានការសែតជាខ្លាំងហើយប្រព័ន្ធ system របស់ឡាំងទីក៏បានប្រាប់គេថាខ្ញុំបានរកឃើញភាពពេញចិត្តរបស់កញ្ញាស៊ីនចំពោះអ្នកបានកើនឡើងដល់ 99% ដែលធ្វើឲ្យឡាំងស៊ីវិញគឺលន់មកថានោះគឺមិនមែនជាការពិតនោះទេបងស្រីស៊ីនតើអ្នកអាចតាក់ទាញមនុស្សបានយ៉ាងដូចម្តេចតើខ្ញុំអាចទទួលបានប្រាក់ចំណេញពីអ្នកដោយរបៀបណាដោយយើងឃើញថាប្រព័ន្ធ system មួយនេះគឺបានធ្វើស៊ីឡាំងស៊ីជាខ្លាំងហើយបន្តមកឡាំងស៊ីរបស់យើងក៏បាននិយាយថាខ្ញុំអាចប្រើលុយដើម្បីធ្វើនាងខូចចិត្តបានដូច្នេះបញ្ហាមួយនេះគឺខ្ញុំអាចដោះស្រាយវាបានដោយខ្លួនឯងហើយបន្តមកញ៉ានីណានឹងក៏បានឆាតមកកាន់ឡាំងស៊ីបងប្រុសឡាំងស៊ីតើបងអាចជួយគ្រប់គ្រងខ្ញុំផងបានដែរឬទេខ្ញុំពិតជាសុំទោសមែនតើតែខ្ញុំបានមើលងាយបងការពីលើកមុនហើយបន្តមកឡាំងស៊ីរបស់យើងក៏បាននិយាយថាតើអ្នកមិនបានរារាំងខ្ញុំទេមិនយូរប៉ុន្មាននោះទេខ្ញុំអាចបន្ថែមអ្នកចូលទៅក្នុងប្រព័ន្ធ system របស់ខ្ញុំបាទអធិស្ឋានអ្នកនរគ្នាតែរឿងគឺត្រូវបានចប់ទៅត្រឹមហ្នឹងបើសិនជារឿងនេះគឺមាន season 2 admin នឹងយកមកសម្រាប់ចែកជូនអ្នកនរគ្នាទស្សនាជាបន្តទៀតជាចុងក្រោយអ្នកនរគ្នាកុំភ្លេចជួយចុច subscribe នៅ channel របស់មីមួយផងដើម្បីជាកម្លាំងចិត្តមកកាន់ admin ក្នុងការធ្វើវីដេអូចែកជូនអ្នកទាំងអស់គ្នាទស្សនាជាបន្តទៅទៀត